ជំរាបសួរពុកម៉ែបងប្អូនអតិថិជននៅក្នុងបណ្ដាញសង្គម YouTube ជួបគ្នាសារជាថ្មីទៀតហើយជាមួយនឹងម៉ាស៊ីនផលិតទឹកសុទ្ធខ្នាត200លីត្រក្នុង1ម៉ោងសម្រាប់ផ្គត់ផ្គង់បុគ្គលិកច្រើនខណៈនេះបងប្អូនអាចយកទៅផ្គត់ផ្គង់បុគ្គលិកបានរហូតដល់2ទៅ300នាក់ឬក៏បើកអាជីវកម្មខ្នាតរៀងតូចជាពិសេសគឺបងដែលគាត់មានមួយស្រាប់ហើយដូចជាខាងម៉ាតការ៉ាសាំងចាឬក៏ខាងចាប់អួយឬក៏បងដែលគាត់អត់មានជាប្រភេទដែលខ្ញុំរៀបរាប់ចាគាត់ចង់បើកសិក្សាថ្មីតែម្ដងក៏អាចចូលមើលវីដេអូនេះចាឬក៏ថាមិនតាន់មានបំណងចង់ភ្លាមទេអាចថាអនាគតក៏ចូលមើលបានដូចគ្នាអត់ជាប្រកាន់ទេបងប្អូនណាចាហើយសម្រាប់ឈុតនេះជាទូទៅគឺយើងចាប់ជាសំណុំបែបនឹងស្រេចបើន័យថាបងនៅតាមខេត្តណាបងត្រៀមតែលក្ខណៈថាយើងអាចមកទិញដល់ទីតាំងហើយលើកយកទៅតែបងគ្រាន់តែទិញឲ្យខាងយើងផ្ញើក៏បានឬក៏បងត្រូវការសេវាកម្មខាងយើងយកទៅតម្លើងជូនបងប្អូនក៏បានដែរវាអាស្រ័យទៅលើគេហៅថាលក្ខណៈការងារដែលយើងនិយាយជជែកគ្នាបងប្អូនណាចាសម្រាប់ឈុតនេះយើងចាប់ដោយប្រើធុងចម្រោះពីមុខ3ជាប្រភេទ inox បើយើងនិយាយពីតម្លៃរបស់វា$2350ប៉ុន្តែបើសិនជាករណីបងយកធុងខាងក្រោយនេះជាប្រភេទធុងស្មាច់វិញណាតម្លៃរបស់វាចាតែ$1850ទេគឺធូរខ្លាំងមែនតើណាបងប្អូនចាអញ្ចឹងនៅក្នុងសំណុំដែលយើងចាប់នៅក្នុងក្រុង inox ហ្នឹងគឺមានម៉ូទ័រជំរុញនេះចំនួន1ដែលយើងបឺតពី stand stock ទឹកដើមចាចូលទៅចម្រោះ3ពីមុខហ្នឹងណាបងប្អូនចាដូចនៅក្នុងវីដេអូគឺខ្ញុំលើកបង្ហាញអាប្រភេទ inox ដល់នៅក្នុងធុង3នេះគឺយើងប្រើទៅតាមប្រភេទទឹកក៏ដូចជាបញ្ហាទឹកដើមរបស់អតិថិជនជាក់ស្ដែងអាចជាទី1ចាបើសិនជាបងប្រើនៅទឹកដែលជាប្រភេទទឹកអណ្ដូងមានបញ្ហាច្រេះយើងក៏ប្រើម៉ង់កណេះចាឬក៏បងប្រើទឹករ៉ាត់ចាឬក៏ទឹកអណ្ដូងដែលមានបញ្ហាលក្ខណៈថាកបោតែខ្លាំងក៏យើងប្រើអន្តរសាយយ៉ាងមកបងប្អូនណាចាសម្រាប់ច្រោះកកដីកំតិចកំទីអញ្ចឹងទៅហើយទី2គឺកាបោនដកក្លិនខ្លចាគឺសម្រាប់ចាការពារតម្រងបន្ទាប់ហ្នឹងឲ្យលក្ខណៈថាកុំឲ្យវាងាយឆាប់រងការស្ទះចាឬក៏លក្ខណៈថាកុំឲ្យវាឆាប់ឡើង falling អញ្ចឹងជាពិសេស resin ឬក៏ AO អញ្ចឹងណាបងប្អូនចាហើយទី3នេះគឺជា resin សម្រាប់ដកនៅពួកកបោពីយ៉ុងកាល់ស្យូមម៉ាញ៉េស្យូមដែលមាននៅក្នុងទឹកបងប្អូនចាមួយទៀតដែលខ្ញុំចង់បញ្ជាក់បងប្អូនតាក់ទងនឹងក្បាលខាងលើនេះតម្រង់នៅក្នុងធុងបើសិនជាបងប្អូនដែលគាត់ធ្លាប់មានជាម៉ាស៊ីនផលិតទឹកសុទ្ធនេះហើយខ្ញុំជឿថាបងប្អូនយល់ហើយគឺដឹងពីក្បួនឬក៏របៀបនៃការប្រើប្រាស់ហើយប៉ុន្តែដែលឡែកសម្រាប់បងដែលជាអតិថិជនថ្មីដែលគាត់អត់ទាន់ដែរបានអាចថាឃើញហើយយល់ហើយចាតែបងខ្លះទៀតក៏គាត់អត់ទាន់ជាច្បាស់អញ្ចឹងសួរថាពេលដែលទឹកមកវាច្រោះបែបម៉េចចាបងប្អូនពេលដែលពពួកកកកំតិចកំទីឬក៏ដៃច្រេះឬក៏កពួកកបោចាអកណិចអីចាវាមកវាទុំលើក្របច្រោះអញ្ចឹងគឺយើងត្រូវការធ្វើការកាច់លាងចាយើងកាច់មកពាក្យបែបបោះកែអញ្ចឹងមកចាគឺយើងអនុវត្តដំបូងគេធុងទី1ចាធុងទី1ហើយពេលដែលធុងទី1កាច់លាងរួចរាល់ហើយគឺបងចូលមកកាច់មកសវីដើម្បីយើងធ្វើការលាងទី2ក៏ដំបូងយើងចុចមកបែបបោះអញ្ចឹងទៅចាលាងចាហើយលាងរយៈពេល10ឬក៏15នាទីអាស្រ័យទៅនឹងគុណភាពទឹកដើមរបស់យើងជាក់ស្ដែងក៏យើងកាច់មក Vaseline ចារយៈពេលប្រហែលសកុងឬក៏នាទីអញ្ចឹងទៅចាហើយយើងកាច់ចុះកាច់ឡើងរហូតដល់ទឹកនៅកន្លែងទៅយកបង្ហូរចោលនេះវាឡើងស្លាក៏យើងចាចុចទៅពាក្យ filter បន្តមកទៀតក៏យើងចាប់ផ្ដើមលាងធុងទី3ធុងទី3ធុង resin ការលាងគឺមានលក្ខណៈ2ណាបងប្អូនខុសពីទី1ទី2ដែលយើងហៅថាប្រភេទក្បាលកាបោនបើក្បាល resin គឺទី1គឺយើងត្រូវការធ្វើការ back wash លាងអាកកដីកំតិចកំទីដែលអាចទុំនៅលើ resin ហ្នឹងចេញសិនហើយចា process ដំណើរការគឺយើងធ្វើដោយធុងទី1ទី2បន្តមកទៀតគឺយើងត្រូវការលាងជាមួយនឹងទឹកអំបិលចាដើម្បីដាស់ resin ហ្នឹងឲ្យចាប់កបោបានល្អឡើងវិញបងប្អូនចាហើយអំបិលហ្នឹងបងប្អូនអាចប្រើជាអំបិលលក្ខណៈថាអាយ៉ូតក៏បានឬក៏បងប្រើជាប្រភេទ refine salt ណាបងប្អូនចាយើងលាយជាមួយទឹកទៅតាមវ៉ូលីមរបស់ resin ដែលយើងប្រើជាស្ដែងហ្នឹងទៅចាហើយគេមានក្បាលបឺតគេស្រេចយើងអត់មានបាក់បើកអាហ្នឹងហើយចាក់អំបិលចូលទេចាវាអត់បាក់ទេព្រោះរោងចក្រឬក៏ការ design មកគេក្បាលគេមកគឺយើងសម្រាប់បឺតទឹកអំបិលនឹងឲ្យស្រេចចាគឺងាយស្រួលមែនតើហើយបានចូលដល់នេះអំពង់ខៀវនេះគឺជាសលៃ micro filter សម្រាប់ច្រោះនៅកកដីកំតិចកំទីដែលមាននៅក្នុងទឹកជួយការពារបដូរ AO តូចនេះកុំឲ្យងាយកកស្ទះដោយសារកកដីចាហើយក៏យើងចូលដល់ AO យើងប្រើ AO 400 GPD ចំនួន4ដើមបើយើងគណនាទៅជាលីត្រ1ម៉ោងគឺស្មើនឹង200លីត្រណាពុកម៉ែបងប្អូនចាហើយ AO រុនច្រោះវាតូច1លើ10000មីក្រូនលក្ខណៈនៃការមិនសុទ្ធរបស់វាមានទឹកញែកចោលចាបានន័យថាទឹកចូលផ្លូវចេញទៅពីផ្លូវទៅទឹកបរិសុទ្ធតែ30%ទៅទឹកបង្ហូរចោលដែលជាទឹកអត់ល្អក៏ក្រិចហ្នឹងរហូតដល់70%
មួយទៀតបងប្អូនតកតងនឹង AO នេះភាគរយនៃការបន្សុទ្ធមកវិញគឺខ្ពស់ខ្លាំងបានរហូតដល់ធំជាង95ទៅ99%ហើយ AO វាមានតួនាទីពីរធំទី1គឺដកនៅពពួក mineral អញ្ចឹង mineral ហ្នឹងគឺមានដូចជាពពួកដែកពពួកគេហៅ potassium calcium ឬក៏ពពួក magnesium ចាឬក៏ពួក alkalinity ពួក TDS conductivity ចាសូម្បីតែពួកលោហៈធ្ងន់ arsenic ចាគឺវាដកបានបាក់តេរីផងដែរធំជាង95ទៅ99%ហើយធ្វើឲ្យទឹកដែលចេញមកគឺសុវត្ថិភាពនៅក្នុងការញ៉ាំទទួលទានហើយនៅក្នុងឈុតកញ្ចប់2350ហ្នឹងក៏មាន UV មួយផងដែរបងប្អូនចាហើយក៏យើងមានទូ control បញ្ជាមាន flow ទឹកសម្រាប់បងប្អូនអាចដឹងបានថាអូទឹកដែលចេញមកប្រហែលលីត្រហើយជាទឹកស្អាតបរិសុទ្ធហើយនឹងទឹកកន្តិចបង្ហូរចោលហើយក៏មានជាប្រភេទនាឡិកាសម្ពាធចាដើម្បីយើងដឹងសម្ពាធកម្លាំងរបស់យើងកម្លាំងម៉ូទ័ររបស់យើងកម្លាំងទឹករបស់យើងអញ្ចឹងបងប្អូនចាហ្នឹងហើយអញ្ចឹងឈុតនេះចាដូចតាវីដេអូមុនទេបងប្អូនគាត់ថាវាមានអីប្លែកថ្មីមកន័យថាវាតាក់ទងនឹង capacity ផលិតហើយវាក៏តាក់ទងនឹងធុងអ៊ីណុកនេះហើយជាទូទៅក៏យើងមានក្បាលមែនយួលក្បាលអូតូអីចឹងបងប្អូនចាអញ្ចឹងបើសិនជាពុកម៉ែបងប្អូនអតិថិជនគាត់មានចម្ងល់គាត់មានម៉ាស៊ីនហើយចាក៏គាត់អាចសួរបានចាអត់ទាន់មានម៉ាស៊ីនក៏អាចសួរបានបងប្អូនណាចាហើយបើចាប់អារម្មណ៍ចង់ទិញឬក៏ចង់សាកសួរព័ត៌មានបន្ថែមបងប្អូនអាចឆាតមកលេខ Telegram 090 66ចា9499ឬក៏តាក់ទងទៅចា page ដែលមានឈ្មោះដូច channel YouTube អញ្ចឹង Best Team Water Engineering ជាចុងក្រោយសូមរំខានពុកម៉ែបងប្អូនជួយ Subscribe channel YouTube អ្នកមួយផងសូមអរគុណជម្រាបលា